ខ្លះដែលធ្លាប់ជួបប្រទះបញ្ហាបន្ទាប់ពីប្រើប្រាស់ថ្នាំមជ្ឈបាយជាកណ្ដាលហើយស្រាប់ទៅដូចជាចង់អួតចង្អើឬមួយក៏មានអាការៈមករដូវអត់ទៀងឬមួយក៏មានអាការៈដូចជាចាញ់កូនឬមួយក៏មានអាការៈដូចជាឈឺកាពះចាហើយក៏ឈប់ប្រើប្រាស់មជ្ឈបាយជាកណ្ដាលនឹងទៅចាក្នុងវីដេអូនេះខ្ញុំនឹងរៀបរាប់ថាអ្វីដែលម៉ាក់ជួបប្រទះនោះគឺជាអ្វីហើយគួរដោះស្រាយមិនជាទូទៅគ្រប់មជ្ឈបាយវិញ្ញាណទាំងអស់គឺពពួកអរម៉ូនមិនថាថ្នាំចាក់ថ្នាំលេបកងដាក់ក្រោមស្បែកទេដែលជាមានជាតិអរម៉ូនវាតែធ្វើឲ្យមានផលរំខានដោយដែលម៉ាក់ជួបអញ្ចឹងទីមួយអាចមានអាកាសដូចចាញ់កូនប្រែប្រួលឈាមរដូវឬមួយក៏ធ្វើឲ្យម៉ាក់ហ្នឹងអាចនឹងបាត់រដូវតែអានេះគឺហៅជាផលរំខានបន្ទាប់ពីម៉ាក់ប្រើរយៈពេល1ខែ2ខែ3ខែនៅពេលដែលរាងកាយម៉ាក់ស៊ាំទៅនឹងការប្រើប្រាស់វិញ្ញាណហ្នឹងផលរំខានទាំងអស់ហ្នឹងវានឹងបាត់ទៅវិញហើយមិនបង្កជាបញ្ហាទេអញ្ចឹងណែនាំឲ្យម៉ាក់មុននឹងប្រើប្រាស់មជ្ឈបាយវិញ្ញាណណាមួយសូមទទួលការប្រឹក្សាជាមួយគ្រូពេទ្យឲ្យបានច្បាស់សិនមុននឹងប្រើប្រាស់ដើម្បីជៀសវាងផលរំខានផ្សេងទៅម៉ាក់អត់បានដឹងបោះបង់ចោលបាត់ចាសម្រាប់ម៉ាក់ដែលធ្លាប់ជួបផលរំខានផ្សេងក្នុងការប្រើប្រាស់មជ្ឈបាយវិញ្ញាណអាច comment ក្នុងវីដេអូនឹងបានខ្ញុំនឹងព្យាយាមឆ្លើយហើយជួយ share សម្រាប់ម៉ាក់ផ្សេងទៀតដែលកំពុងតែជួបបញ្ហាហើយអត់ដឹងថាមូលហេតុអីហើយជួយ subscribe ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងការថែទាំផ្ទៃពោះថែទាំទារកហើយនឹងការវិញ្ញាណចាស់ជួបគ្នាវីដេអូក្រោយ